បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទហើយក៏សួស្តីឆ្នាំថ្មីបាទឱកាសប្រពៃណីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងថ្ងៃនេះដែរខ្ញុំបង្ហាញពីសារធាតុថ្នាំបង្ហាញដបថ្នាំរូបកញ្ចប់ថ្នាំដែលខ្ញុំធ្លាប់ប្រើប្រាស់មានប្រភេទថ្នាំឃុំគ្រាប់ស្មៅមានថ្នាំសម្រាប់ស្មៅនិងថ្នាំសម្រាប់សត្វល្អិតបាទសម្រាប់ដង្កូវបាទហើយមុននឹងបង្ហាញខ្ញុំក៏សូមរំលឹកសួរសុខទុក្ខពុកម៉ែបងប្អូនយើងប្រជាកសិករយើងដែលជាអ្នកដាំបន្លែបាទហើយចូលឆ្នាំនេះដែរមិនដឹងថាពុកម៉ែបងប្អូនបានទៅទីចិត្តទីឆ្ងាយសប្បាយយ៉ាងណាទេបាទចំណែកខ្ញុំវិញគឺបានទៅលេងនៅខាងកោះកុងកំពង់សោមរយៈពេល3យប់4ថ្ងៃដែរបាទទើបតែឆ្នាំនេះទេខ្ញុំបានដើរលេងទៅឆ្ងាយដោយសារតែពុំសូវមានការងារដាំដុះច្រើនបាទមានតែខ្ទឹមមួយមុខបាទហើយឆ្នាំនេះដែរក៏ឱកាសល្អទេវតាឆ្នាំថ្មីហាក់ដូចជាអំណោយផលស្រោចទឹកឲ្យដែរពុកម៉ែបងប្អូន2-3ថ្ងៃភ្លៀងម្ដង2-3ថ្ងៃភ្លៀងម្ដងបាទអញ្ចឹងខ្ញុំដាំខ្ទឹមរួចគឺទៅតែម្ដងបាទហើយមកវិញគឺខ្ទឹមដុះមានស្មៅមានដង្កូវមានអីមកចាត់ការតែម្ដងបាទឥឡូវកំពុងតែធ្វើការនៅចំការហើយបាទអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីរូបសម្បកថ្នាំបាទហើយក៏ដូចជាបង្ហាញពីសារធាតុការប្រើប្រាស់ថ្នាំរបស់ខ្ញុំរយៈកាលកន្លងមកបាទមានប្រភេទពពួកឃុំក្របស្មៅនិងសម្លាប់ស្មៅនិងដង្កូវនិងជីបំពន់ខ្លះរីឯពពួកជំងឺខ្ញុំបានធ្វើវីដេអូមុនជូនពុកម៉ែបងប្អូនបានខ្លះហើយបាទនៅតែប្រភេទពពួកថ្នាំឃុំក្របស្មៅនេះទេបាទជាពិសេសប្រភេទថ្នាំឃុំនេះគឺយើងកាត់បន្ថយនឹងការចំណាយប៉ុន្តែយើងមិនគួរប្រើដែរពុកម៉ែបងប្អូនបើសិនជាដីពុកម៉ែបងប្អូនបាទល្អហើយពុកម៉ែបងប្អូនមានកម្លាំងពលកម្មគ្រប់គ្រាន់កម្លាំងពលកម្មបាទធ្វើការគ្រប់គ្រាន់ពុកម៉ែបងប្អូនមិនគួរប្រើប្រាស់ទេព្រោះអីវាធ្វើឲ្យដីយើងខូចគុណភាពបាទលះរិចរិលតែម្ដងបាទហើយថ្ងៃនេះគ្រាន់តែបង្ហាញបាទគ្រាន់តែបង្ហាញឲ្យពុកម៉ែបងប្អូនដឹងបាទអញ្ចឹងខ្ញុំក៏មិនប្រើដែរបាទមានប្រើតិចតួចបាទមានប្រើដូចថាបនចូលឆ្នាំអញ្ចឹងគឺខ្ញុំដាំគឺខ្ញុំពិបាករកកម្លាំងគឺពុកម៉ែបងប្អូនយើងគាត់ទៅដើរលេងទីចិត្តទីឆ្ងាយដូចគ្នាដែរអញ្ចឹងហើយគាត់អត់ធ្វើការទេអញ្ចឹងពេលហ្នឹងគឺខ្ញុំត្រូវការប្រើប្រាស់ថ្នាំហ្នឹងមួយវគ្គហ្នឹងគឺប្រើប្រាស់ថ្នាំឃុំគ្រាប់តែម្ដងឃុំគ្រាប់ស្មៅមិនឲ្យដុះពុកម៉ែបងប្អូនបាទបើមិនអញ្ចឹងទេគឺវាដុះមកតម្រាំមកចូលឆ្នាំចប់គឺយើងខ្ទឹមយើងក៏ខូចដែរពុកម៉ែបងប្អូនបាទគឺធ្វើឲ្យខ្ទឹមយើងឡើងរាវកស្ដួចបាទអត់ធំធាត់អីចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងយើងប្រើប្រាស់នៅពេលចាំបាច់បាទនេះហើយគឺជាប្រភេទថ្នាំឃុំគ្រាប់ស្មៅបាទពុកម៉ែបងប្អូនបាទគឺយើងប្រើប្រាស់នៃការប្រើប្រាស់គឺយើងអាចបាញ់ដីមុនដាំក៏បានគឺអាចយើងដាំរួចថ្ងៃហ្នឹងគឺបាញ់ល្ងាចហ្នឹងក៏បានបាទគឺបាញ់បានទាំងមុននិងក្រោយបាទប៉ុន្តែខ្ញុំធ្លាប់អនុវត្តកន្លងមកមុនក៏ធ្លាប់បាញ់មុនក៏ធ្លាប់ហើយដាំហើយបាញ់ក៏ធ្លាប់ដែរគឺมันមានការប៉ះពាល់អីទៅលើខ្ទឹមនោះទេគ្រាន់តែវាខូចគុណភាពដីបាទចង់ប្រាប់ពុកម៉ែបងប្អូនថាដីយើងលះរិចរិលពុកម៉ែបងប្អូនដាំងរឹងតែម្ដងបាទកាលណាយើងប្រើប្រាស់ថ្នាំឃុំតែចំណែក3ដបនេះក៏ជាប្រភេទថ្នាំឃុំដែរគឺថ្នាំឃុំមួយប្រភេទដែលខ្លាំងជាងមួយដបនោះទៀតគឺមានន័យថាបញ្ចូលគ្នា3មុខគឺឃុំក្របតូចក្របធំបាទអាមុនយើងឃុំតែក្របល្អិតដូចជាពពួកផ្ទីបាទពុកម៉ែបងប្អូនពពួកផ្ទីអីទេប៉ុន្តែអា3ដបនេះគឺវាអាចសម្លាប់ផងវាអាចឃុំក្របផងបាទបើសិនជាឃើញផ្ទីដុះប៉ុណ្ណឹងយើងអាចបាញ់ពីលើទៅគឺផ្ទីហ្នឹងគឺស្លាប់ហើយគឺ
វាឃុំទៀតបាទប៉ុន្តែវាមានបញ្ហាខ្លាំងបាទអានេះគ្រាន់តែបង្ហាញពុកម៉ែបងប្អូនទេមិនចង់ឲ្យពុកម៉ែបងប្អូនប្រើទេបាទបើសិនជាអាចជៀសវាងបានក៏ជៀសវាងទៅបាទព្រោះវាប៉ះពាល់ដល់សុខភាពដីរបស់យើងហើយចំណែកមួយទៀតគឺយើងប្រើប្រាស់ប្រភេទស្លឹកស្រួចបាទនេះជារូបសារធាតុថ្នាំដែលខ្ញុំបាញ់ទៅលើពពួកស្លឹកស្រួចបាទមកស្លឹកស្រួចហ្នឹងគឺយើងឃុំពិតមែនប៉ុន្តែពេលខ្លះក៏វាដុះពពួកស្មៅស្លឹកស្រួចមកដែរអញ្ចឹងយើងបាញ់ទៅលើពីលើបន្ថែមទៀតគឺសម្រាប់ពពួកស្មៅស្លឹកស្រួចតែម្ដងគឺស្មៅជើងក្រាស់ស្មៅបែកក្បាលស្មៅលេមស្មៅអីដូចពោតប្រភេទដើមពោតដើមអីហ្នឹងគឺវាងាប់ហើយពុកម៉ែបងប្អូនបាទយើងតែពុកម៉ែបងប្អូនបើសិនជាចំការពុកម៉ែបងប្អូនមានស្មៅស្លឹកធំធំអត់មានស្មៅស្លឹកស្រួចទេមិនគួរបាញ់ទេបាទអានឹងគឺយើងប្រើកម្លាំងដកកម្លាំងអីចឹងទៅបាទហើយយកឲ្យយើងមកដល់មើលថ្នាំពុលម្ដងសារធាតុស្លាប់ដង្កូវបាទគឺខ្ញុំប្រើពពួកមួយចំនួនមានច្រើនដែរពុកម៉ែបងប្អូនបាទមានច្រើនសារធាតុនៅក្នុងនេះពុកម៉ែបងប្អូនអាចមើលទស្សនាទៅបាទដឹងហើយប៉ុន្តែខ្ញុំមិនមែនបាញ់ម្ដងទាំងអស់ហ្នឹងទេគឺសារធាតុនីមួយគឺខ្ញុំបាញ់ម្ដងមួយមុខទេបាទពេលណាបើសិនជាមានការផ្ទុះដង្កូវវងដង្កូវខៀវអីច្រើនគឺខ្ញុំប្រើលាយបូកដើម្បីបញ្ចូលគ្នាសម្រាប់មេសម្រាប់ពងសម្រាប់ដង្កូវអីចឹងទៅបាទប៉ុន្តែបើសិនជាករណីមានតិចតួចបាទគឺយើងប្រើមួយមុខហើយក៏ប្រើមុខនេះម្ដងពីរដងទៅរួចហើយយើងឆ្លាស់មកមុខផ្សេងអីទៀតទៅបាទហើយពុកម៉ែបងប្អូនមើលតែសារធាតុទៅបានហើយពុកម៉ែបងប្អូនមិនបាច់រកដបដូចគ្នាទេពុកម៉ែបងប្អូនខ្លះក៏តែងតែសួរឲ្យខ្ញុំផ្ញើទៅឲ្យទិញទៅឲ្យគឺពិបាកណាស់ពុកម៉ែបងប្អូនមើលតែសារធាតុទៅថ្នាំហើយយើងបាញ់ទៅសាកល្បងទៅបើសិនជាវាមិនមានគុណភាពទេយើងអាចដូរថ្នាំផ្សេងលះលឿនណាពុកម៉ែបងប្អូនតាមដានលឿនទៅដឹងហើយបាទហើយឥឡូវយើងងាកមកចូលវគ្គជីបំពន់បាទគឺខ្ញុំមានប្រើ1261គឺជាទូទៅប្រើតែហ្នឹងច្រើនជាងគេហើយនឹងមានម៉ាញ៉េស្យូមបាទអត់បានថតបញ្ចូលទេអត់មានរូបថតទេបាទពួកម៉ាញ៉េស្យូមបាទជីបំពន់គឺខ្ញុំប្រើតែប៉ុណ្្នឹងទេមានជីធម្មជាតិខ្លះបាទហើយការដកស្មៅក៏ដកបាទឃុំក៏ឃុំសម្លាប់ក៏សម្លាប់មានទាំងអស់តែម្ដងបាទហើយថ្ងៃនេះដែរក៏បានចូលមកដល់ចំការឥឡូវចាប់ផ្ដើមអនុវត្តប្រើប្រាស់បាញ់ថ្នាំសម្រាប់ដង្កូវបាទមានដង្កូវមកយាយីហើយពុកម៉ែបងប្អូនបាទចុះបាញ់ថ្នាំខ្ទឹមឥឡូវដង្កូវស៊ីមកពីចូលឆ្នាំវិញពុកម៉ែបងប្អូនទៅយើងរៀងវែងដែរបើដង្កូវស៊ីដាច់ចុងខ្លះពូជថៃអានេះក៏ពូជថៃដែរពូជថៃក្នុងប្រេស៊ីលនិងថៃមើលទៅថៃលឿនជាងប្រេស៊ីលរៀងយឺតតិចនេះប្រេស៊ីលបងប្អូនប្រេស៊ីលរៀងកោងទឿជាងថៃលូតជាងថៃវែងកៅស៊ីហើយដល់តែគុំបែកគុំនេះពូជថៃដែរធំមកនេះដាំមុនគេ
làm câu thằng lơ Brazil sẽ màu rồi giờ tụi ăn thử màu ấy ai cho phải màu cùng tì câu xí đại rồi vô là châu Nam và tăng từ ngày tí đập 7 bây giờ lâu giờ ngày tí một thấy phần ngày rồi chào phần ngày tay mình phliêng là hốt mà dạng đi phliêng vì ngay phliêng một đôi vì ngay phliêng một đôi đôi chui sợi tắc cái tê đá cho nó mới chui sợi tắc ở bạn đang lên ti đi Brazil một phần này hết dương đam với dương tới châu Nam vừa rồi mà tích hãy đam hạt sao tắc cái sao tắc ban mà ngày đam nữa ấy còn nó tê đá sao oi được màu màu đi giờ bánh năm màu này đấy màu này ở đây đi miền để đâm ra thì bao gỗ đó cụt làng lơ cả hay nha làm chưa nào đâu phải chưa chập làm chua phải đây hơi đầm spray cái này bay chuột đầm bay chuột là một bàn lối tam đầm đầu tiền khang ngọt van lôi lọc chuột đây đầm đầu tiền màu chua này đó thuộc bầy này tiền máu à đó xa đó con bụi Brazil này Brazil đó một cái lăng rồi và tay và tam đi dư chiêng ta lụt lo dư chiêng thầy và thầy lươn một ôn mơ này vài này Brazil tại một Phật thầy làm tận ác như ngày muối thầy làm một dạng am ấy đầu xí lần trong có này vào chua này còn mơ tới cao xí khang thay cho anh chiêng khang ở Brazil khăn sai dựng đam mà con thằng lơ một tiệt to và đánh to mà một con không cô bây giờ bánh làm khống máu và tay chuột tập phụ tí cọp lật và máu đang bơi với những chuột chắc là máu đi về nghĩ bãi như bông con bãi nhà phục vụ phê thật rồi cho tới ngọt với việc đội cổ ra ní chứ không tới chuột tì giật đâu phải phục vụ và kéo một bán khống chuột tì tránh tì tràn anh ấy có khung đấy khang đấy có khung đấy vì ở sâu miền tì đồ tì ảnh mòn thế vì miền là bộ tì mò đi cứ đi việc đâu đòi đau về mình là đâu đòi crop tê và crop có chọp đây bộ tì này chẳng so cùng thông đây trong chùa spray chào tao việc đánh nó nát đông lòng vậy nhé đông lòng vậy nên mình đọc côn đây chẳng qua bộ tì đốn việc miền thì miền tạ đám thông để đọc côn lòng với nó về miền đi bánh khung này
បាញ់ឃុំស្មៅដែរអានេះក៏បាញ់ក្នុងឃុំស្មៅបើកង់ខាងក្រោមវិញនោះពងបាញ់ឆ្នាំនោះអត់បានបាញ់ក្នុងឃុំអានឹងដុសទីដកស្មៅ2ដងបាទប៉ុណ្ណឹងមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនបាទបាយបាយ